យើងបានឃើញដីខ្មែរមួយចំនួនត្រូវគេកាន់កាប់មន្ត្រីធ្វើការដោយស្មោះត្រង់អ្នកមានអំណាចមិនប្រើអំណាចដើម្បីខ្លួនឯងនឹងបកពួកអ្នកមានចំណេះប្រើចំណេះជួយជាតិអ្នកមានទ្រព្យជាធនធានជួយសង្គមពលរដ្ឋគោរពច្បាប់ហើយបន្តគាំទ្រផលិតផលក្នុងស្រុកពិហេការដាច់ខាតអីវ៉ាន់នាំចូលពីប្រទេសសៀមជាទីស្រឡាញ់28ឧសភាជាថ្ងៃដែលយើងទាំងអស់គ្នាមិនគួរភ្លេចពីព្រោះថ្ងៃនេះឆ្នាំមុនមិនមែនគ្រាន់តែជាថ្ងៃដែលពលទាហានខ្មែរម្នាក់ត្រូវបានយោធាថៃបាញ់សម្លាប់យ៉ាងអយុត្តិធម៌នៅព្រំដែនទេតែគឺជាថ្ងៃដែលប្រទេសជាតិយើងទាំងមូលឈានចូលរដូវកាលនៃការឈ្លានពានរហូតមកដល់ពេលនេះនៅមិនទាន់មានយុត្តិធម៌នៅឡើយមួយឆ្នាំកន្លងមកនេះតើយើងទាំងអស់គ្នាបានឃើញអ្វីខ្លះយើងបានឃើញពលរដ្ឋខ្មែរចាក់ចេញពីផ្ទះយើងបានឃើញកុមាររត់ចោលសាលាយើងបានឃើញយុទ្ធជនបន្តឈរនៅទីគ្រោះថ្នាក់ហើយយើងបានឃើញដីខ្មែរមួយចំនួនត្រូវគេកាន់កាប់ការឈឺចាប់របស់ជាតិមិនគួរបញ្ចប់ត្រឹមការខឹងមួយថ្ងៃការបង្ហោះមួយសារឬការចែករំលែករូបភាពមួយសន្លឹកប៉ុណ្ណោះទេប៉ុន្តែយើងទាំងអស់គ្នាគួរកែប្រែការឈឺចាប់មកធ្វើជាកម្លាំងក្នុងការពង្រឹងប្រទេសជាតិយើងឲ្យក្លាយទៅជាប្រទេសជាតិមួយដែលគេមិនងាយនឹងបៀតបៀនមិនងាយនឹងបំភ័យកុំចាំតែពេលគេបាញ់យើងទើបយើងភ្ជាប់ខ្លួនការស្រឡាញ់ជាតិគឺជាការងារធ្វើការងារតូចៗរាល់ថ្ងៃដើម្បីឲ្យប្រទេសជាតិយើងរឹងមាំមន្ត្រីធ្វើការដោយស្មោះត្រង់អ្នកមានអំណាចមិនប្រើអំណាចដើម្បីខ្លួនឯងនឹងបកពួកអ្នកមានចំណេះប្រើចំណេះជួយជាតិអ្នកមានទ្រព្យជាធនធានជួយសង្គមពលរដ្ឋគោរពច្បាប់ហើយបន្តគាំទ្រផលិតផលក្នុងស្រុកពិហេការដាច់ខាតអីវ៉ាន់នាំចូលពីប្រទេសសៀមការពារជាតិមិនមែនជាការងាររបស់ទាហានតែឯងទេប៉ុន្តែគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាមួយប្រទេសទាំងមូលសូមអរគុណបាទអស្ចារ្យមែនទែន